ប្រសិនបើជាបុគ្គលដែលសន្សំបារមីដើម្បីបានត្រាស់ដឹងនៅសច្ចធម៌ជាដើមហ្នឹងគេថាឲ្យទានអត់មានស្ទាក់ស្ទើរទេនឹងឲ្យទានអត់មានស្ទាក់ស្ទើរទេហ្នឹងឯងអញ្ចឹងនិយាយអំពីរឿងការឲ្យទានអញ្ចឹងបើតាក់ទងមួយពុញ្ញកិរិយាវត្ថុទាំង10ហ្នឹងទានអ្នកមយៈគឺបុណ្យសម្ដេចដោយការឲ្យទានហ្នឹងគឺរមែងតែងតែចំណាយទ្រព្យធនហើយប៉ុន្តែដល់តាធម្មទេសនាមយៈណាបុណ្យសម្ដេចដោយការស្ដាប់ធម៌អត់អស់លុយទេណាញាតិញោមអស់លុយអត់អស់លុយមិនអស់500 1000ដែរនោះហ្នឹងហើយអាហ្នឹងគាត់តែជារឿងរបស់យើងផ្សេងទេប៉ុន្តែត្រឹមតែការស្ដាប់ធម៌ហ្នឹងគឺអត់បញ្ហាទេហើយតាក់ទងជាមួយនឹងការស្ដាប់ធម៌នេះយើងច្រើនតែគិតថាឲ្យពាក្យថាស្ដាប់ធម៌យើងគិតទៅដល់ការដែលមកអង្គុយស្ដាប់ពីលោកទេសឬក៏ពីសំណាក់លោកគ្រូធម្មមេចាណាមួយដែលគាត់បានទេសសម្ដែងបញ្យលអំពីធម៌ហ្នឹងអញ្ចឹងយើងគិតថាស្ដាប់ធម៌ហ្នឹងទាល់តែមកអង្គុយបាត់ជើងអញ្ចឹងទាល់តែមានរបៀបបែបហ្នឹងប៉ុន្តែដល់តែសភាពជាក់ស្ដែងការស្ដាប់ធម៌ហ្នឹងឈ្មោះថាធម្មទេសនាការស្ដាប់នៅព្រះធម៌ហ្នឹងបុណ្យសម្ដេចដល់ការស្ដាប់ធម៌ហ្នឹងគឺទីណាក៏ដោយមិនថាដេកដើរឈរអង្គុយទេឲ្យតែការបង្អោនចិត្តដើម្បីស្ដាប់អាការបង្អោនចិត្តដើម្បីស្ដាប់ឈ្មោះថាចម្រើនដោយបុណ្យហ្នឹងគឺនៅត្រង់គណៈពេលហ្នឹងចិត្តហ្នឹងវាស្អាតណាបង្អោនទៅរកតែព្រះធម៌ស្ដាប់តែព្រះធម៌អាចិត្តស្អាតហ្នឹងគឺជាទូនៃមហាកុសលបុណ្យហ្នឹងក៏សម្រេចដោយការស្ដាប់ធម៌នឹងឯងឃើញទេប៉ុន្តែទិសដៅនៃការស្ដាប់ញោមបាសិកាសារីទាវនិងស្វាមីត្រូវជ្រាបថាមិនមែនស្ដាប់ដើម្បីបានបុណ្យហ្នឹងទេប៉ុន្តែបុណ្យវាកើតចេញអំពីការស្ដាប់ធម៌ហ្នឹងដែរញោមស្ដាប់ឲ្យតន់ណាស្ដាប់ធម៌មិនមែនស្ដាប់ដើម្បីបានបុណ្យទេគឺស្ដាប់ដើម្បីយល់ឲ្យតន់ណាញោមណាស្ដាប់ធម៌មិនមែនស្ដាប់ដើម្បីទទួលបានបុណ្យទេតែស្ដាប់ដើម្បីយល់ប៉ុន្តែអាខណៈចិត្តឯណាដែលផ្ទៀងដើម្បីស្ដាប់តែធម៌មួយយ៉ាងយកចិត្តទុកដាក់គណៈពេលហ្នឹងចិត្តហ្នឹងវាស្អាតដល់អាគណៈចិត្តហ្នឹងវាស្អាតហ្នឹងឯងឈ្មោះថាជាកុសលតើនេះញាតិញោមអញ្ចឹងបុណ្យហ្នឹងសម្រេចដោយការស្ដាប់ធម៌ឲ្យអ្នកទេសនាហ្នឹងក៏អត់អស់លុយដែរចំណាយតាមកំពង់កតិចតាហ្នឹងហើយចំណាយតាមកំពង់កចាំមើលទៅចប់ទៅហ្នឹងសុំស្មូតអីបន្តិចអីហ្នឹងជួនកាលកន្លែងខ្លះគាត់មិនថាសុំស្មូតទេក៏សុំមកបត់មកថាយកបត់អីចង់បានបត់អីបត់មិនបត់ចម្រៀងទេព្រះអង្គបត់ស្មូតបត់ស្មូតអាចឈៀតបានបន្តិចហ្នឹងឯងអញ្ចឹងចង់បញ្ជាក់ថាការសម្ដែងធម៌ហ្នឹងអត់អស់លុយទេណាញាតិញោមណាការសម្ដែងធម៌ក៏មិនអស់លុយការស្ដាប់ធម៌ក៏មិនអស់លុយការគោរពអោនលំទោនញញឹមញញែមដាក់គោរពចំពោះចាស់ព្រឹទ្ធាចារ្យក៏មិនអស់លុយឥឡូវសំពះគោរពដល់អ្នកមានសិលមានបធេរៈលោកគង់ក្នុងទីនេះក្តីញោមលើកដៃគោរពសំពះលោកជាដើមហ្នឹងអស់លុយអត់អស់លុយទេហ្នឹងឯងអញ្ចឹងអត់អស់លុយទេណាអញ្ចឹងហើយឃើញចាស់ព្រឹទ្ធាចារ្យអីមកអាយុបងយើងប្អូនយើងក៏ដោយឲ្យតែគេចម្រើនដោយគុណធម៌ដោយសីលធម៌ហ្នឹងសំគួរដល់ការគោរពទេសំគួរដល់ការគោរពមនុស្សដែលគូឲ្យគោរពមិនមែនព្រោះតែមានអាយុច្រើនតែប៉ុណ្្នឹងទេណាលោកគ្រូអាចារ្យណាមនុស្សសំគួរដល់ការគោរពមិនមែនត្រឹមតែជាអ្នកមានអាយុច្រើនប៉ុណ្្នឹងទេមនុស្សសំគួរដល់ការគោរពអ្នកណាក៏ដោយក្មេងក្តីចាស់ក្តីឲ្យតែជាអ្នកមានសិលធម៌គឺសំគួរដល់ការគោរពហើយពាក្យថាគោរពក្នុងទីនេះណាមិនមែនថ្វាយបង្គំទេណាញោមពាក្យថាគោរពនៅក្នុងទីនេះមិនមែនថ្វាយបង្គំទេប៉ុន្តែជាការផ្ដល់តម្លៃឲ្យការនិយាយស្ដីទោះបីគេក្មេងជាងយើងក៏ដោយតែគេមានសិលធម៌ល្អការនិយាយស្ដីត្រូវព្រឹត្តព្រៀងប្រយ័ត្នប្រយែងក្រែងលោការពោលវាភ្លៀងផ្្លាត់ដោយបការៈណានីមួយបើពិតទៅជាទុះពេយទៀតផងនឹងឯងអញ្ចឹងការគោរពការអោនលំទោនចំពោះចាស់ព្រឹទ្ធាចារ្យជាអ្នកមានសិលនឹងឯងគឺជាធននាំឲ្យទទួលបាននៅអាយុវែងជាអ្នកទទួលបាននៅសេចក្តីចម្រើនអាហ្នឹងអញ្ចឹងតាកតងមួយការវិយាវិជ្ជៈការខ្វល់ខ្វាយខ្នះខ្នែងដោយលោកគ្រូអាចារ្យគាត់មកអញ្ចឹងទៅម្សិលមិញគាត់ថាម្នាក់ឯងមិនដឹងទៅណាទៅណីទេអញ្ចឹងគាត់ជាយាមរៀបទៅហើយញោមគាត់ថាខ្ញុំកណាមដឹងដែរញោមទាវគាត់ថាញោមកណាមដឹងទេព្រះអង្គមកថាបើមិនដឹងអាត្មានៅឆ្ងាយអាត្មាក៏មិនដឹងដែរហ្នឹងហើយជាក់ស្ដែងមានតែមកពេលណាប៉ុណ្្នឹងអញ្ចឹងមានតែពឹងលោកគ្រូអាចារ្យបងហ្នឹងហើយព្រោះគាត់ឆ្លៀវឆ្លៀសនៅក្នុងការហ្នឹងគាត់រៀបចំឲ្យបានប៉ុណ្ណាទៅតាមលទ្ធភាពដែលគាត់អាចធ្វើទៅបានអានេះជា
វិយាវិជ្ជមយៈបនសម្រាប់ដោយការជួយខ្នះខ្នែងខ្វល់ខ្វាយញាតញោមមកចឹងទៅជួយរៀបចំពុទ្ធភាសនៈរៀបចំចង្ហាន់បិណ្ឌបាតផ្លែឈើផ្កាភ្ញីគ្រឿងក្រអូបអីផ្សេងបូជាចំពោះបរតនត្រ័យហ្នឹងណាអាហ្នឹងសម្រាប់ដោយបនឈ្មោះថាវិយាវិជ្ជមយៈបនហើយរៀបចំកន្លែងប្រសង់គង់អីជាដើមឬក៏ថាឃើញចាស់ទុំមកមិនអង្គុយចុចទូរស័ព្ទឲ្យឃើញចាស់ទុំមកនៅតែគង់តាក់ខ្លាចុចរហូតហ្នឹងអូអាហ្នឹងមិនល្អទេអញ្ចឹងអ្នកដែលអាចមានបញ្ញាជាអ្នកឆ្លាតហ្នឹងគឺថាគ្រប់ពេលវេលាទាំងអស់គឺសិតតែឆ្លាតនៅក្នុងការធ្វើបុណ្យឃើញចាស់ទុំមកចឹងទៅចេះយកកៅអីឲ្យអង្គុយចេះរកកន្លែងឲ្យសម្រាកណាចេះយកទឹកយកអីឲ្យពិសាសម្ដីសម្ដៅរាក់តាក់រុំទុំល្អអាហ្នឹងសិតតែជាបុណ្យកុសលទេតាមែនទេញោមអញ្ចឹងបុណ្យអ្នកឆ្លាតទៅទីណាក៏អាចធ្វើបុណ្យបានតែអ្នកមិនមានបញ្ញាទៅទីកន្លែងដែលប្រជុំដោយបុណ្យក៏ចម្រើនអកុសលដែរអង្គុយទៅណាអង្គុយទៅហ្នឹងហើយខ្ញុំនោះយើងតែទៅខ្លាំងទុកខ្លាំងទៅតិចទុកតិចមែនទេញោមទៅតិចក្តៅតិចទៅខ្លាំងក្តៅខ្លាំងហើយអារឿងក្តៅទាំងអស់ណាអ្នកឲ្យខ្លួនយើងហ្នឹងណាអញ្ចឹងបើដឹងតែក្តៅហើយខំប្រឹងប៉ះទៀតអត់ទេហ្នឹងហើយអញ្ចឹងអាសភាពទឹះទាល់ហ្នឹងវាមិនមែនជាទូនៃកុសលទេវាជាអកុសលនរជនទាំងឡាយជាអ្នកមានបញ្ញាមិនញ៉ាំងខ្លួនឯងឲ្យដល់ព្រមនៅសេចក្តីទុក្ខលំបាកក្តៅក្រហាយនៅខាងក្នុងចិត្តនេះទេឈ្មោះថាបៀតបៀនខ្លួនឯងនេះគឺនៅត្រង់ការដែលញ៉ាំងខ្លួនឯងឲ្យដល់ព្រមដោយការខឹងក្រោធចំណែនឈ្នានីបៀតបៀនសម្លក់សម្លឹងគុំគូនអីហ្នឹងណាអាហ្នឹងគឺជាធម៌ដែលនាំឲ្យក្តៅជាការដុតកម្លាចខ្លួនឯងឲ្យដល់ព្រមនៅសេចក្តីទុក្ខហើយដាប់បានទេអញ្ចឹងញាតិញោមហ្នឹងហើយអញ្ចឹងការដែលគោរពចំពោះចាស់ព្រឹទ្ធាចារ្យអីហ្នឹងជាអបជាយនមយៈហ្នឹងបុណ្យសម្ដេចបែបហ្នឹងដែរការផ្ដល់ចំណែកបុណ្យណាការត្រេកអរបុណ្យពីសំណាក់បុគ្គលដទៃអាហ្នឹងក៏ជាបុណ្យកុសលដែរឃើញគេធ្វើល្អហើយយើងត្រេកអរតាមណាអនុមោទនាមយៈបុណ្យយើងឃើញគេធ្វើសេចក្តីល្អហើយយើងត្រេកអរតាមអាហ្នឹងបុណ្យសម្ដេចដែរបុណ្យសម្ដេចដែរទី1មកទៀតបន្តមកទៀតបត្តានមោទនាមយៈបុណ្យសម្ដេចដោយការចែកចំណែកបុណ្យពាក្យថាចែកចំណែកបុណ្យនេះជាសមតិវោហាជាពាក្យលើកឡើងសំគូដល់ការស្ដាប់គ្នាបានទេប៉ុន្តែសូមបញ្ជាក់បន្តិចទៀតឲ្យបានជាថាបុណ្យនេះបើយើងបានសិក្សាទៅដល់ទូនៃបរមត្តណាទូនៃមហាកុសលដោយកើតឡើងរៀងព្រះអង្គរៀងខ្លួនទេអត់អាចចែកគ្នាបានទេប៉ុន្តែយើងពោលពាក្យថាបងអើយខ្ញុំជូនបុណ្យផងបងអើយខ្ញុំចែកបុណ្យផងប្រគិនបុណ្យដល់ប្រគុណម្ចាស់ផងជាសមតិវោហាគឺពោលដើម្បីឲ្យងាយស្ដាប់ហើយដើម្បីញ៉ាំងអ្នកមកខាងទៀតនោះឲ្យគេញ៉ាំងចិត្តត្រេកអរតែពេលខ្លះណាជូនបុណ្យប្រពន្ធក្តីជូនបុណ្យប្តីក្តីបើប៉ះប្តីខ្លះប្រពន្ធខ្លះគាត់ជាអ្នកមានសិលត្រេកអរជាមួយគ្នាទៅបើតែប្រសិនបើជាអ្នកប្រពន្ធខ្លះប្តីខ្លះជាអ្នកមិនមានពូជល្អនៅក្នុងសន្តានចិត្តទេជាអ្នកមិនមានសទ្ធាផងឃើញទៅអញ្ចឹងចាប់ដើមមកបងអើយជូនបុណ្យផងឲ្យយកក្រុងមកច្រកមកឬក៏ថាពូអើយមិញខ្ញុំជូនបុណ្យផងបុណ្យច្រើនណាមកបានណាយកបនវាខ្លះមកក្រុងច្រកហ្នឹងហើយអាហ្នឹងវាមានអញ្ចឹងដែរអញ្ចឹងបញ្ជាក់មកវិញថាឈ្មោះថាបត្តានមោទនាមយៈបុណ្យសម្រាប់ដល់ការចែករំលែកចំណែកបុណ្យហ្នឹងគឺមានន័យថាការប្រកាសគុណណាការប្រកាសគុណនៅចំណែកនៃសេចក្តីល្អទាំងឡាយណាដែលយើងបានធ្វើហើយថាបងឥឡូវថ្ងៃនេះណាខ្ញុំបានថ្វាយទានចំពោះសង្ឃខ្ញុំបានរក្សាសិល5ក្តីសិលអបោសុតក្តីខ្ញុំជ្រះថ្លាឲ្យក្នុងគុណនៃព្រះសាស្តាបរតនត្រ័យបានធ្វើទានជាមួយអ្នកមានសិលអ្នកកំសត់ក្រីក្រចំណែកបុណ្យទាំងអស់នោះសូមបងត្រេកអរផងគ្រាន់តែប៉ុណ្្នឹងឯងហើយអ្នកដែលទី2ដែលស្ដាប់យើងហើយចិត្តគេត្រេកអរយ៉ាងណាឬយ៉ាងណាតិចឬច្រើនអានឹងជារឿងរបស់ពួកគាត់ថែមទៀតដាប់បានទេញោមណាមិនមែនគេថាបងអើយខ្ញុំជូនបុណ្យផងហើយសិតតែជាអ្នកចម្រើនដោយបុណ្យទាំងអស់ក៏ទេដែរជួនកាលពេលខ្លះហ្នឹងសាធុកបត់ណាសាធុចង់ឲ្យតែស្រឡះទៅហ្នឹងហើយដើរចិត្តហ្នឹងចូលហ្នឹងបុណ្យស្អីវាអាហ្នឹងអញ្ចឹងមកតាមមនុស្សយើងពេលខ្លះសុកហ្នឹងគេឲ្យត្រេកអរចំណាយសេចក្តីល្អមិនចេះត្រេកអរទេសួរថាយើងបញ្ជាក់ទៀតថាមិនបានគាត់មិនចេះត្រេកអរថាមិនមែនគាត់មិនចង់ត្រេកអរចំណែកនៃសេចក្តីល្អរបស់គេនឹងទេប៉ុន្តែមកពីអាពូជល្អវាអត់មានដល់បានណាញោម
មានពីវេរាផងអាផ្លូវចិត្ត